มองกอเลิกเมียหากบังหายน้ำมหาปฏิปทกันดาลวิสาลเพียบในตักใดระบอบเชียงนาอนบ้านหายเปล่าสนามัยยังมาจักสบายมาเพลินเป็นกราบตรงไม่จักสบายนะกราบตรงไปเอ้ยไปสร้างเอ้ยรักเอ้ยตรอมกันเอ้ยสอไรเอ้ยกันตังเอ้ยยุ่งเอ้ยร้องเอ้ยมาเนี่ยอ่อนไปเอ้ยไปสร้างเอ้ยตรังเอ้ยตรอตรังเอ้ยสอไรเอ้ยกันตังเอ้ยยุ่งเอ้ยร้องเอ้ยตรอนังเอ้ยคุณเย็นตากัดเด้ได้ดอกเอ้ยจูจรองเอ้ยดองโอโอนเอ้ยอาโตล้วนไกรเอ้យើងនេះរកចាស់ស្មីមិនឃើញពេលដែលយើងរកគេឃើញបងនឹងនាំអូនទាំងអស់គ្នាចូលព្រះនគរហើយឬទេចូលតាន់រៀបកុមារចាំបីដាផងតាឯងមកពីណាហើយទៅបានមកគាត់ដំណើរយើងយ៉ាងនេះតាមការពិតឯងមិនបាច់សួរយើងទេឯងនេះជាអមហាយៈកំណាចខុសខើមកធ្វើបាបចន្ទសម័យបូនរបស់យើងថ្ងៃនេះយើងមិនទុកជីវិតឯងទេគេថាប៉ុណ្ណាបីប្រតិចោលមិនទៀតមែនទេគឺជាបុត្រសុនសារបស់យើងទេបានស្រឡាញ់រាជបុត្រីរបស់យើងតែខ្ញុំមិនស្រឡាញ់ទេមកចាប់បងចិត្តឯងអត់ខ្មាស់ចិត្តទេរឿងស្យាបង្ខំរាជកុមារធ្វើរាជសន្សាណែមហាយ៉ាងចិត្តឯងរឿងស្យាបង្ខំរាជកុមារចាប់បងសម្រាប់វាទៅមកចាប់បងធ្វើសន្សាបើចង់សុខខ្លួនណាថយចាញ់ប្រញាប់ការមិនថយទេណាឯងត្រូវតែស្អីមិនបានរាជបុត្រាគឺជាបុត្រសន្សារបស់យើងមិនអាចឲ្យគេចាក់ចេញពីនេះបានឡើយមិនក៏ហាក់ទទួលគេទោះបីជាយើងត្រូវបាត់បង់ជីវិតក៏យើងមិនអាចស្រឡាញ់កូនស្រីរបស់ឯងមានកតុំមានកតែមិនដែរបើចាស់បងប្រយុទ្ធជាមួយវាទៅក្រាបទូលមហាយៈយ៉ាងម៉េចយកឡឲ្យថយចេញទៅតនយើងនេះមិនមានប្រតិសដោប្រណីបើឯងមិនថយចេញទេយើងនឹងសម្លាប់ឯងថ្វាយអ្នកតាភ្នំនៅទីនហើយឯងស្ដាប់បានទេមិនបានទោះបីជីវិតយើងលាក់ដល់ទីយ៉ាងណាក៏ដោយយើងមិនអាចចាក់ចេញពីនេះបានឡើយលុះត្រាណាយើងយកបុត្រសុនតាយើងត្រឡប់ទៅវិញទោះតែបានស្លាប់វាទៅមិនចាំឯងនេះក្បាលរឹងមែនបងទៅបើសិនជាឯងនេះអាចសម្លាប់យើងបានទៅបានឯងនេះបៀតបៀនប្រញាប់ទៅវងរបស់យើងបានថ្ងៃនេះយើងនឹងកាត់ក្បាលឯងហើយឯងមានតម្លៃយីគៀកាអ្វីឆាប់ចូលមកបើអញ្ចឹងចូលមកសម្រាប់វាទៅបញ្ចប់បងតែស្វាមីថាទៅកាយផងក្រាបទូលវាបានស្លាប់បាត់ទៅហើយបញ្ចប់បងវាស្លាប់បាត់ទៅហើយមនុស្សក្រវាប្រកាសទៅវិនិច្ឆ័យជាបំខានទេអូនឬសូសម្លេងដូចជាបញ្ច
រៀហូនđây lời nó ម្ចាស់បងតែស្មៃបងសម្លាញ់ម្ចាស់បងរៀហូនខ្ញុំដឹកបងម្ចាស់បងអូនរៀហូនដល់ខ្លួនគេអូនមិនឃើញអូនទៅចិត្តអ្វីទេតែគាត់ជាម្ចាស់ឲ្យអូនមកភ្លឺលោកដល់ពេលជប់តែខ្ញុំចង់ជួបម្ចាស់បងរបស់ខ្ញុំដែរតែអូនទៅមិនបានទេខ្ញុំទៅជួបម្ចាស់បងហើយម្ចាស់ក្នុងខណៈនេះប្រធានបទរិះូចាប់ច័ន្ទនៃកម្មវិធីស្នាមញញឹមនៃវប្បធម៌ខ្មែរក៏ឈានចូលមកដល់នាទីចុងក្រោយជាឱកាសចុងក្រោយនេះផងដែរនេះខ្ញុំក៏សូមអរគុណជាមួយនឹងសមាគមចន្ទថាសុខសួស្តីដែលបានឧបត្ថម្ភជាសម្ភារៈបែបបុរាណជួយដល់យើងខ្ញុំទាំងពីរនាក់និងអរគុណដល់ហាងផាត់បុកធ្វើសក់ Ken Style ផងដែរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអ្នកដែលជានិច្ចការតែងតែបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាយ៉ាងយកចិត្តទុកដាក់នៃកម្មវិធីស្នាមញញឹមនៃវប្បធម៌ខ្មែរខណៈនេះយើងខ្ញុំទាំងពីរនាក់សូមលំអរកាយជម្រាបលាសន្យាជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងមកដដែល